បាទសួស្តីបងប្អូនរបៀបបណ្ដុះគ្រាប់ស្វាយបាទស្វាយប្រភេទផ្សេងក៏អាចបណ្ដុះតាមវិធីនេះបានតែវិធីនេះគឺខ្ញុំធ្លាប់ប្រើមានសិទ្ធិមែនដំបូងគឺយើងយកមកផ្សំវាបណ្ដុះនៅក្នុងកំប៉ុងសិនតិចទៀតបងប្អូននឹងបានឃើញវីដេអូបាទដំបូងយើងមានទឹកមានអីចឹងមកហើយគ្រាប់ស្វាយបងប្អូនចាត់ឲ្យហើយបាទបងប្អូនត្រូវចាត់យកសម្បកខាងក្រៅវាចេញសិនតើមកយើងមានក្រដាសបាទក្រដាសជាប់មាត់យើងនេះហើយយើងដាក់ផ្សើមសាច់គ្រាប់ស្វាយនឹងឲ្យវាសើមទៅបន្ទាប់មកយើងបត់វាទៅបត់ក្រដាសហ្នឹងជាមួយប្រកបជាមួយនឹងសាច់ផ្លែស្វាយយើងដាក់ផ្សើមទឹកទៅឬមួយក៏បងប្អូនមានកំប៉ុងយើងបាញ់អង្កុលកំប៉ុងយើងដាក់បាញ់ទឹកឆាត់បាទបាញ់ផ្សែងក៏បានដែរបាញ់ផ្សែងឬក៏យើងប្រោះទឹកវាចឹងឲ្យវាសើមក្រដាសហ្នឹងទម្រាំនឹងវាដុះទៅវាត្រូវការពេលវេលាដែរអញ្ចឹងយើងដាក់ឲ្យវារៀងសើមទៅហើយកុំចូលពេកបងប្អូនខ្ញុំដាក់ឲ្យចូលខ្លាំងពេកវាអាចនឹងរួយគ្រាប់ដោយសារយើងត្រូវដាក់ចូលកំប៉ុងបាទតោះមកយើងមានកំប៉ុងជ័រចឹងមួយមកហើយបងប្អូនដាក់រៀបរយចឹងហើយបាទយើងមានថង់ប្លាស្ទិកហើយនឹងកៅស៊ូកងបាទស៊ូកងយើងយកមកយកកន្លែងនេះក្រោបយកដល់ដល់អូផ្លេចអត់ទាន់ក្រោបទេដល់ប្រោះទឹកមុនវាឲ្យមកប្រោះអូដាក់ចុះដុសឡើងតាមដៃអាចចឹងណាបាទចូលមកប្រោះទឹកហើយឲ្យវាមានសំណើមបាទមានសំណើមក្នុងកំប៉ុងតោះមកយើងយកថង់ប្លាស្ទិកក្រោបវាទៅបាទបងប្អូនក្រោបទៅចិត្តរត់ជាប់ដាក់កៅស៊ូរត់វាឲ្យទុករយៈពេលពី1សប្តាហ៍ទៅ2សប្តាហ៍ហើយចាំយើងមកសង្កេតយើងមើលតើវាដុះឬអត់តែតាមបទពិសោធន៍របស់ខ្ញុំធ្លាប់បណ្ដុះបានជាង10ដើមបាទគឺពិតជាដុះឥឡូវនេះគ្រាប់នេះមិនដឹងដុះឬអត់ទេចឹងយើងចាំមើល1សប្តាហ៍ទៅ2សប្តាហ៍ក្រោយចាំយើងមកអ៊ុតមើលទាំងអស់គ្នា